បងប្អូនអ្នកគ្នាធ្លាប់ឆ្ងល់អត់ថាការផ្ដល់បន្លែផ្លែឈើឬក៏ស្មៅដំឡូងមីដល់កូនជ្រូកតើកូនជ្រូកអាយុប្រមាណទើបសមស្របដើម្បីឲ្យវាស៊ីបានអញ្ចឹងមកដឹងពីការពិតនៃការផ្ដល់ស្មៅបន្លែផ្លែឈើឬក៏ដំឡូងមីដល់កូនជ្រូកទាំងអស់គ្នាជាក់ស្ដែងកូនជ្រូកអាចស៊ីស្មៅបន្លែផ្លែឈើនិងដំឡូងមីបាននៅពេលដែលវាមានអាយុគ្រប់គ្រាន់សម្រាប់ចាប់ផ្ដើមស៊ីអាហាររឹងបានដែលស្មៅបន្លែផ្លែឈើទាំងនោះមានដូចជាស្មៅអ៊ីស្រាអែលដំឡូងមីស្ងួតឪឡឹកចេកការ៉ុតត្រកួនជាដើមនិងមានពពួកបន្លែផ្លែឈើផ្សេងៗជាច្រើនទៀតអាហារទាំងនេះអាចជួយកាត់បន្ថយថ្លៃដើមចំណីផ្ដល់វីតាមីននិងជាតិសរសៃបន្ថែមដល់ជ្រូកជួយឲ្យកូនជ្រូកមានសកម្មភាពនិងមិនធុញទ្រាន់ជាអាហារបំប៉នបន្ថែមពីលើចំណីសម្រេចរបស់យើងក៏ប៉ុន្តែមានចំណុចសំខាន់មួយទៀតដែលអ្នកចិញ្ចឹមគ្រប់គ្នាត្រូវតែដឹងស្មៅអ៊ីស្រាអែលដំឡូងមីស្ងួតឬបន្លែផ្លែឈើគ្រាន់តែជាអាហារបំប៉នបន្ថែមតែប៉ុណ្ណោះវាមិនមែនជាចំណីពេញលេញសម្រាប់កូនជ្រូកទេកូនជ្រូកគឺស្ថិតនៅក្នុងដំណាក់កាលដែលលូតលាស់លឿនបំផុតដើម្បីឲ្យវាលូតលាស់បានល្អវាត្រូវការចំណីដែលមានថាមពលខ្ពស់ប្រូតេអ៊ីនគ្រប់គ្រាន់ខុសពីគោឬក៏ក្របីកូនជ្រូកមិនអាចរំលាយអាហារដែលមានជាតិសរសៃច្រើនបានទេប្រសិនបើកូនជ្រូកស៊ីស្មៅឬចំណីសរសៃច្រើនពេកហើយស៊ីចំណីសម្រេចតិចវាអាចមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់យូរទៅវាអាចបណ្ដាលឲ្យឡើងទម្ងន់យឺតលូតលាស់មិនស្មើគ្នារាងតូចឬក្រិនដែលមិនអាចលូតលាស់ដល់ពេញលេញបានវិធីផ្ដល់អាហារដែលល្អបំផុតផ្ដល់ចំណីសម្រេចដែលមានតុល្យភាពជាមុនសិនបន្ទាប់មកទើបផ្ដល់ស្មៅបន្លែឬផ្លែឈើជាអាហារបំប៉នបន្ថែមមិនមែនជំនួសចំណីសម្រេចទេការប្រើអាហារធម្មជាតិអាចជួយកាត់បន្ថយថ្លៃដើមចំណីប៉ុន្តែអាហារដែលមានតុល្យភាពនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទើបជាកត្តាសំខាន់ដែលធ្វើឲ្យកូនជ្រូកលូតលាស់បានល្អសូមចងចាំថាមិនមែនរុក្ខជាតិបន្លែឬផ្លែឈើគ្រប់ប្រភេទសុទ្ធតែមានសុវត្ថិភាពសម្រាប់ជ្រូកនោះទេមុននឹងផ្ដល់អាហារថ្មីៗដល់ជ្រូកគួរតែប្រាកដថាវាមិនមានជាតិពុលឬបង្កគ្រោះថ្នាក់ដល់ជ្រូកតើបងប្អូនអ្នកចិញ្ចឹមជ្រូកកំពុងតែផ្ដល់ស្មៅបន្លែឬផ្លែឈើប្រភេទណាខ្លះដល់កូនជ្រូករបស់អ្នកឬបងប្អូនដែលមានបទពិសោធន៍ក្នុងការចិញ្ចឹមឬក៏ឲ្យស្មៅប្រភេទណាបងប្អូនអាចខមមិននៅក្នុងវីដេអូនេះបានពីដីស្រែទៅកាន់ទ្រុងសัตว์នេះហើយជាជីវិតអ្នកចិញ្ចឹមសัตว์ម៉ោង5ភ្លឺខ្ញុំក្រោកមុនគេចូលមើលទ្រុងមិនដែលទុកទេចំណីទឹកថ្នាំត្រូវត្រៀមឲ្យល្អសុខភាពសัตว์គឺជាក្តីសង្ឃឹមរបស់ខ្ញុំញើសស្រក់លើមុខមិនមែនជារាជ័យជាស្នាមនៃការតស៊ូមិននៃការតស៊ូមិនដែលរៀថយមួយជំហានមួយថ្ងៃខិតទៅមុខជានិច្ចក្តីស្រមៃធំមិនឲ្យលុតបាត់ឡើយអ្នកចិញ្ចឹមសัตว์លើកដៃឡើងធ្វើការដោយចិត្តមិនខ្លាចការលំបាកថ្ងៃនេះខំថ្ងៃស្អែកផលមកជោគជ័យកើតពីការមិនបោះបង់លាយចំណីដល់ខ្លួនឯងកាត់បន្ថយថ្លៃដើមស្មៅអ៊ីស្រាអែលដំឡូងមីជួយបន្ថែមមុំឡើងមិនរងចាំសំណាងមិនខ្លាចការងារធ្ងន់ព្រោះខ្ញុំដឹងថាអនាគតស្ថិតក្នុងដៃខ្ញុំបើអ្នកកំពុងចិញ្ចឹមសัตว์កុំបោះបង់ក្តីសង្ឃឹមញើថ្ងៃនេះនឹងក្លាយជាជោគជ័យថ្ងៃមុខអ្នកចិញ្ចឹមសัตว์គឺជាអ្នកប្រយុទ្ធពិតប្រាកដ Yeah Keep going